សាងកេរ្តិ៍ឈ្មោះរាប់ទសវត្សរ៍តារាកំប្លែងជើងចាស់យាយអឿនប្រកាសចូលនិវត្តន៍យកពេលសម្រាប់ជួបជុំចៅចាបើទោះជាមិនមានវត្តមានក្នុងវិស័យសិល្បៈដូចមុនក៏ពិតមែនប៉ុន្តែតារាកំប្លែងជើងចាស់និងជាតារាចម្រៀងអាយ៉ៃជើងចាស់លោកយាយអឿនចានៅតែទទួលបានការគាំទ្រនិងចងចាំនៅស្នាដៃរបស់លោកជានិច្ចផងដែរចាំមុននឹងផ្អាកពីសិល្បៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយលោកយាយអឿនចាប់បានសាងកេរ្តិ៍ឈ្មោះជាច្រើនទសវត្សរ៍មកហើយនៅលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀងអាយ៉ៃចាព្រមទាំងជាតារាកំប្លែងមួយរូបដែលពោពេញដោយសមត្ថភាពចាក្នុងនោះដែរមូលហេតុនៃការបញ្ចប់អាជីពជាតារាកំប្លែងរបស់លោកយាយអឿនក៏ព្រោះតែលោកយាយចាំមានវ័យចំណាស់និងមានសុខភាពមិនអំណោយផលដូចមុនឡើយចាជាការពិតណាស់លោកយាយអឿនដែលមានឈ្មោះពិតថាសួនសំអឿនមិនត្រឹមតែជាវីរៈសិល្បករមួយរូបនោះទេតែលោកយាយក៏ជាមន្ត្រីរាជការមួយរូបដែលមានតួនាទីនៅក្នុងស្ថាប័នរដ្ឋអស់រយៈពេលចាប់ប្រមាណជា30ឆ្នាំមកហើយជាក់ស្ដែងថ្មីនេះលោកយាយអឿនបានបង្ហោះរូបភាពក្នុងឯកសណ្ឋានមន្ត្រីចានៅក្នុងថ្ងៃចូលនិវត្តន៍របស់លោកយាយក្រោយបំពេញតួនាទីអស់រយៈពេល35ឆ្នាំចាសំណេរនោះដែរលោកយាយអឿនបានរៀបរាប់ថា34ឆ្នាំវាពិតជាលឿនហើយក៏ដល់ពេលសម្រាកពីការងារទុកពេលជួបជុំកូនចៅទួតបន្តទៀតអរគុណសន្តិភាព